ថ្ងៃនេះខ្ញុំនឹងដាក់ challenge ខ្លួនឯងសម្រាប់រត់នៅថ្ងៃនេះរត់ធ្វើម៉េចឲ្យបាន 6000 ជំហាននៅក្នុងរយៈពេល 2 ម៉ោងបាទឥឡូវនេះយើងមកទស្សនានៃការហាត់ប្រាណរបស់យើងបាទមានការរត់ផងមានការដើរផងអូខេតោះកុំឲ្យរងចាំយូរ Let's go គ្រប់សួស្តីអ្នកនរគ្នាឥឡូវនេះយើងចាប់ផ្ដើមរបស់យើងគឺជិះម៉ូតូចេញពីផ្ទះឆ្ពោះទៅកាន់បរិយាអូខេដេប៉ូចិនតុងដើម្បីយើងទៅរត់ហាត់ប្រាណនៅទីនោះឥឡូវនេះយើងដល់ផ្លូវបត់ចូលហើយចូលទៅក្នុងបរិយាគេហ្នឹងយើងបានសុំគេធ្វើទៅបងខ្ញុំសុំចូលមួយទៅហាត់ប្រាណដាក់ challenge រត់ 6000 ជំហានបាទគាត់ក៏ព្រមឲ្យទៅចាហើយខ្ញុំទៅរៀងមេឃភ្លឺដែររៀងល្ងាចតែវារៀងនៅភ្លឺដូចជាម៉ោង5រត់បានបន្តិចមេឃធ្លាក់ថ្ងៃទៅបាត់ពេលទៅហ្នឹងគឺឃើញថ្ងៃលិចដែរប៉ុន្តែថតអត់ជាប់ឥឡូវយើងបានដាក់ម៉ូតូទុកហើយយើងក៏ចាប់ផ្ដើមដើរ warm up តិចទៅហ្នឹងហើយយើងក៏បាន connect ទូរស័ព្ទមួយកាមេរ៉ាយើង selfie លេងអញ្ចឹងណាផុស story ថាយើងបានហាត់ប្រាណអញ្ចឹងទៅព្រោះអត់ដែរសូវចេះហាត់ប្រាណទេវាច្រើនតនេះអង្គុយចុចទូរស័ព្ទឥឡូវនឹងចង់ផ្លាស់ប្ដូរបរិយាកាសទៅហាត់ប្រាណតែម្ដងដាក់ challenge ខ្លួនឯងម្ដងមើលដើរធ្វើម៉េចរត់ក៏បានដើរក៏បានឲ្យបានគ្រប់ 6000 ជំហានតែខ្ញុំអាចធ្វើបានអត់ចាំមើលឥឡូវពងក៏ដើរហើយបាទហើយទៅនេះទៅថ្ងៃទី1ហ្នឹងគឺទៅជាមួយម៉ែគាត់នាំទៅឥឡូវនេះយើងទៅដោយខ្លួនឯងបាទគាត់មកតាមក្រោយទៀតឥឡូវរត់ផងដើរផងបាទអូដូចខ្លួនឯងប្រុសសង្ហាអញ្ចឹងណាទៅពិតមុខអាក្រក់ហើយដើរចុះឡើងក៏បានជួបក្មួយបាទក្មួយហើយនឹងម៉ាក់ខ្ញុំគាត់ក៏បានមកដល់ម្ដាយហើយកូនស្រីក្មួយ2នាក់ហើយកូនស្រីមួយនឹងធំជាងគេហ្នឹងតោះយើងទៅមើល result របស់យើងបាទមុននឹងបានជួបក្មួយតែយើងរត់បានប្រហែលជំហានរួចហើយ1000នេះដើរបានមែនម៉ោង5មក2000មែនទេដើរនឹងជុំ2000ជំហាននេះបាន2000ជំហានថ្ងៃនេះថ្ងៃ27នេះអូ27នេះម៉ោង5ម៉ោង6អានេះចេះបាទវិញជំហានយើងដើរអញ្ចឹងវាចូល3000ហើយពីម៉ោង5ដល់ម៉ោង6 2000ម៉ោង6ម៉ោង7 1000ទៀតចូល2000ជំហានដើររៀងហត់ដែរក៏មកមើលក្មេងៗក្មួយខ្ញុំមកលេងមើលអីចឹងទៅបាទមកមើលគាត់ហើយក៏ប្រញាប់ដើរទៀតថែមទៀតដើម្បីឲ្យគ្រប់ 6000 ជំហានរបស់យើងណាយើងដើរទៅមិនបានគ្រប់ 6000 ជំហានលឹះហ្នឹងក៏ល្អបាទនឹងសម្រាប់ថ្ងៃទី1ហើយបើថ្ងៃទី2ទី3ទៀតបន្ទាប់ទៀតអាហ្នឹងយើងចាំគិតទៀតថាយើងត្រូវដើរបានប្រហែលជំហានពីមើលអាជំហានរបស់យើងដើរសរុបបានប្រហែលហើយយើងក៏ចាប់ដើមដើរទៀតដើម្បីឲ្យបានកាន់តែច្រើនហើយយើងបែកញើសហើយក្មេងៗមានអីដើរមកលេងដើរមកលេងឲ្យខ្ញុំមកបវលអាកងនេះលេងទៀតហើយវាឆ្លាស់ដៃហើយដោយសារក្មេងៗគាត់ឡើងចូលលើហ្នឹងបានខ្ញុំអត់ហ៊ានខ្លាចផ្កាប់មុខបាទអូខេសម្រាប់សម្រួលមកគឺយើងដើរបានក្នុងថ្ងៃហ្នឹងយើងដើរចាប់ពីម៉ោង5ទៅនេះម៉ោង5ហើយនេះម៉ោង6ដល់ម៉ោង7តែខ្វះ5នាទីដល់ម៉ោង7អញ្ចឹងយើងសរុបទាំង2ម៉ោងរបស់យើងហ្នឹងគឺដើរបាន6500ជាងយ៉ា6000ចិត្ត6600ចិត្ត6600ជាងដើរ2ម៉ោងហ្នឹងអូខេចឹងយើងសរុបមកយើងដើរបាន2ម៉ោងជិត2ម៉ោងបានប្រហែលជា6600ជំហានក្បែរហ្នឹងខ្វះតិចតួចបាទនឹងវីដេអូយើងមានប៉ុណ្្នឹងទេអាហ្នឹងកុំភ្លេចជួយ like ជួយ comment នៅក្នុងវីដេអូនេះផងបាទតើការហាត់ប្រាណរបស់ខ្ញុំវាមិនដែរឈួតឬក៏ឡប់ឬក៏ជាបាទអូខេអរគុណច្រើនកុំភ្លេចជួយ like ជួយ share វីដេអូនេះឲ្យ comment អ្នកមើលបាទសូមអរគុណ